សូមជម្រាបសួរបងប្អូនប្រិយមិត្តក៏ដូចជាអរុនសួស្តីចំពោះបងប្អូនប្រិយមិត្តនៅតាមបណ្ដាខេត្តរាជធានីមួយចំនួនផងដែរថ្ងៃនេះសុខទុក្ខយ៉ាងណាដែរបាទសង្ឃឹមថាសុខសប្បាយធម្មតាទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃសៅរ៍ហើយមានដំណើរកម្សាន្តទៅទីជិតទីឆ្ងាយទីរមណីយដ្ឋានកន្លែងណាទេបាទយើងសូមស្វាគមន៍ចូលមកការជជែកកម្សាន្តអំពីរឿងសេចក្តីស្នេហារវាងមនុស្សប្រុសនិងស្រីជាបន្តទៀតបាទកាលពីថ្ងៃពីម្សិលមិញខ្ញុំបានផុសផ្សាយរឿងពាក់ព័ន្ធជាមួយនឹងលោកកំឡោះម្នាក់ដែលលោកនិយាយថាហេតុអីនៅពេលដែលដឹងខ្លួនថាមានប្តីហើយមិនព្រមប្រាប់ទុកឲ្យគ្នាតាក់ទងគ្នាតាមបណ្ដាញសង្គមនឹងរហូតដល់គ្នាខកចិត្តណាបាទហើយបន្ទាប់ពីបានផុសវីដេអូនឹងរួចហើយស្រាប់តែមានរែងស្ត្រីម្នាក់គាត់ថាគាត់ជាស្ត្រីមេម៉ាយទេគាត់ចាប់ផ្ដើមបើកបេះដូងសារជាថ្មីនៅពេលដែលគាត់កំពុងតែបើកបេះដូងសារជាថ្មីហ្នឹងស្រាប់តែមានបរោះហើយបរោះហ្នឹងជាច្រើនអ្នកដែរបានឆាតចូលទៅក្នុងបណ្ដាញសង្គមរបស់គាត់ហ្នឹងគាត់ថាគាត់ប្រើFacebook ទេបាទគាត់ប្រើ Facebook ទេពេលដែលឆាតឡែបខាយញ៉ែប្រប្រែតាក់ទងគ្នារួចហើយយូរបន្តិចស្រាប់តែគាត់ចាប់បានថាគាត់ថាឯងកំពុងតែបើកបេះដូងរៀបនឹងស្រឡាញ់គេរួចទៅហើយបែរជាគេនឹងមានប្រពន្ធទេបាទហើយក៏គាត់សូមប្រកាសឲ្យខ្ញុំនឹងជួយប្រកាសថាបរោះយើងទាំងឡាយប្រសិនបើខ្លួនជំរាបសួរបងប្អូនប្រិយមិត្តស្រីយើងបាទនៅក្នុងបណ្ដាញសង្គមបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញអាវឈុតអាវប៉ាក់ហូលប្រមួងអីយើងខ្ញុំមានលោកអ្នកបាទមានកូនណាមានន័យថាអ្នកកំពុងតែជាប់រវល់ជាមួយនឹងដៃគូមិត្ត100ឆ្នាំរបស់អ្នកទេសូមកប់3កុំតាក់ទងទៅគាត់អីពួកគាត់មើលអត់ឃើញទេបាទពួកគាត់អត់បានដឹងទេណាថាខ្លួនមានប្រពន្ធមានកូនអញ្ចឹងគាត់ត្រូវការជ្រើសរើសតែបុរសណាម្នាក់ដែលនៅទំនេរហើយមានភាពច្បាស់លាស់ជាមួយនឹងគាត់នឹងចាប់ផ្ដើមសាក់លបងបើកបេះដូងសារជាថ្មីណាបាទហ្នឹងហើយជាចម្លើយដែលគាត់បានប្រាប់មកអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមប្រកាសតទៅចំពោះបងប្អូនរបស់យើងថាប្រសិនបើក្នុងករណីដែលយើងកំពុងតែជាប់រវល់ជាមួយនឹងដៃគូជីវិតមិត្ត100ឆ្នាំរបស់យើងនៅឡើយទេបាទយើងគួរគប្បីកុំតាក់ទងទៅអីកុំគប្បីតាក់ទងទៅគាត់អីព្រោះគាត់ចាប់ផ្ដើមបើកបេះដូងទទួលអ្នកថ្មីអីគឺទទួលយកអ្នកច្បាស់លាស់ណាហើយក៏មិនមែនតែត្រឹមតែគាត់ដែរបាទសម្រាប់ទៅបងប្អូនស្ត្រីផ្សេងទៀតផងដែរណាហ្នឹងហើយនៅពេលដែលគេប្រកាសបើកបេះដូងទោះបីគាត់នៅលាវគាត់មិនមែនជាស្ត្រីមេម៉ាយក៏ដោយណាសូមបើយើងប្រកាសហើយបើសិនជាយើងគិតថាយើងប្រកាសហ្នឹងអូខេយើងតាក់ទងគ្នាទៅណាបាទហើយបើសិនជាយើងថាគ្រាន់តែជាការជជែកកំសាន្តលេងរាប់អានក្នុងន័យមិត្តភាពធម្មតាទេអាហ្នឹងអត់បញ្ហាទេណាហ្នឹងហើយអញ្ចឹងយើងធ្វើធម្មតាទៅបាទហ្នឹងហើយតែបើសិនបើយើងចូលឲ្យមានភាពស៊ីជម្រៅគាត់ទុកចិត្តយើងស្រាប់តែយើងមានប្រពន្ធអាហ្នឹងមានបញ្ហាណាបាទយើងគួរក៏បីយើងប្រាប់គាត់ឲ្យបានត្រង់ទៅថាយើងមានប្រពន្ធទេណាយើងមានប្រពន្ធទេហើយចំណែកឯស្ត្រីដែរក៏អញ្ចឹងដែរណាជួនកាលបរោះហ្នឹងនៅកំឡោះដោយខ្ញុំបានធ្វើវីដេអូពីម្សិលអញ្ចឹងយើងមានប្តីហើយយើងគួរក៏បីកុំធ្វើឲ្យគាត់នឹងបាក់ចិត្តស្រឡាញ់យើងមែនតើហើយស្រាប់តែយើងមានប្តីអានឹងធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់គាត់មែនតើណាអូខេអរគុណច្រើនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណចំពោះបងប្អូនដែលបានតាមដានទស្សនានិងស្ដាប់កំសាន្តហើយយកចិត្តទុកដាក់នៅរឿងពាក្យពេចន៍មួយចំនួនដែលប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកដទៃហ្នឹងយើងគិតមើលទៅបើកន្លែងណាដែលយើងធ្វើទៅវាប៉ះពាល់ដល់គេយើងកុំធ្វើលោកអ្នកណាអរគុណច្រើនសូមជម្រាបលាជួបគ្នានៅវីដេអូបន្ត